ណែស្ដាប់ហើយរន្ធត់ទាំងអស់គ្នាវិលមកជួបខ្ញុំសាច់ថ្មីទៀតហើយនឹងហើយបងប្អូនបាត់មុខខ្ញុំមួយរយៈពេលឥឡូវខ្ញុំត្រឡប់មកវិញហើយព្រោះឲ្យខ្ញុំមានការរវល់បងប្អូនហើយការងារច្រើនណាស់នឹងឥឡូវមកជួបបងប្អូនវិញហើយបងប្អូននឹងឥឡូវខ្ញុំមានសាច់រឿងមួយរឿងទៀតហើយនឹងហើយបងប្រុសម្នាក់គាត់ផ្ញើសាច់រឿងមកខ្ញុំគាត់ផ្ញើមកជាច្រើនថ្ងៃហើយដែលខ្ញុំមិនបានសម្រាប់ជូនឲ្យគាត់ស្ដាប់ឥឡូវថ្ងៃនេះខ្ញុំទៅសាររើឡើងវិញនឹងយកសាច់រឿងរបស់គាត់ហ្នឹងនិយាយចែកជូនបងប្អូនទាំងអស់គ្នាទស្សនាស្ដាប់មុននឹងចូលទៅដល់ការស្ដាប់សូមបងប្អូនជួយចុច like និង subscribe និងបើសញ្ញាកណ្ដឹងខ្ញុំអ្នកមួយផងបាទឥឡូវកុំឲ្យខាតពេលយូរសូមចូលស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាហ្មងទៅរឿងរ៉ាវមួយនេះដែលកើតអំឡុងឆ្នាំ2010ស្រុកគាត់ហ្នឹងអត់ទាន់ធ្វើផ្លូវថ្នល់ជាតិទេតែផ្លូវគ្រួសក្រហមបងប្អូននឹងឲ្យផ្លេចប្រាប់បងប្អូនណាគាត់ឈ្មោះអីគាត់ឈ្មោះថាបងឌីគាត់រស់នៅខេត្តកណ្ដាលយើងហ្នឹងស្រុកគៀនស្វាយនឹងឲ្យគាត់សុំលាក់ភូមិឃុំគាត់ឲ្យខ្ញុំបញ្ចេញឥឡូវខ្ញុំប្រាប់បានតែប៉ុណ្ណឹងនឹងហើយឥឡូវស្ដាប់សាច់រឿងរបស់គាត់ទៅផ្ដើមសាច់រឿងគាត់និយាយប្រាប់ខ្ញុំថាពេលនោះគាត់ធ្វើការសំណងហ្នឹងជាមួយពួកម៉ាក់គាត់ណាត់គ្នាហ្នឹងថាពួកម៉ាក់ឯងជប់រៀនទៅណាទៅធ្វើការអីបើយើងឯងរៀនបានតិចតួចអញក៏រៀនបានតិចតួចដែរហើយដល់ពេលថ្ងៃនោះពុកគាត់ក៏ជាអ្នកម៉ែការសំណងមួយដែរហើយដល់ពេលចឹងទៅគាត់ក៏សុំពុកគាត់ថាពុកខ្ញុំសុំពុកឯងធ្វើការសំណងមួយដែរពីដាក់ពួកម៉ាក់ខ្ញុំហើយពុកគាត់ក៏តបទៅឌីវិញថាមានអីធ្វើបានទៅតែឥឡូវពុកឲ្យកូនឯងមួយថ្ងៃថា10រៀលទេមិនកូនឯងទទួលយកបានអត់គាត់ថាមានអីពុកយកបានទេពុកចាំខ្ញុំស្អែកខ្ញុំទៅប្រាប់ពួកម៉ាក់ខ្ញុំថាឲ្យចូលធ្វើការស្អែកមួយថ្ងៃ10រៀលគាត់ក៏ណាត់ពួកម៉ាក់គាត់ហ្នឹងទៅធ្វើការសំណង2នាក់ហើយលុះដល់ស្អែកឡើងគាត់ក៏រៀបចំពាក់កៅអៅពាក់អីហ្នឹងទៅធ្វើការសំណងលោរហូតលុះដល់មួយអាទិត្យទៅមួយអាទិត្យហ្នឹងដល់ថ្ងៃបើកលុយបងប្អូនដល់ថ្ងៃបើកលុយលុះគាត់បើកលុយរួចហើយក៏គាត់មកផ្ទះបើកលុយនៅកន្លែងការដ្ឋានគេធ្វើការបងប្អូនហើយគាត់មកផ្ទះហ្នឹងគាត់ប្រើប្អូនគាត់ឲ្យទៅយកគោយកអីចឹងបងប្អូនគាត់មានប្អូនគាត់ដែរឈ្មោះបងកាហើយគាត់ឈ្មោះបងឌីហើយប្អូនគាត់ឈ្មោះបងកាដែលខ្ញុំរៀបរាប់ប៉ុណ្ណឹងហ្នឹងហើយបងប្អូនដល់ពេលចឹងទៅបងកាហ្នឹងរាល់ដងគាត់នៅផ្ទះគាត់ចេញបរៀនគាត់មើលគោគាត់ទៅយកគោយកអីចឹងបងប្អូនហើយបងឌីគាត់ធ្វើការសំណងមួយពុកគាត់ចឹងរាល់ថ្ងៃហើយថ្ងៃនោះនិយាយរួមម្លងមួយថ្ងៃរហូតគាត់ធ្វើការបាន2 វេកខែបងប្អូន2 វេកខែស្រាប់តាប្អូនបងឌីហ្នឹងស្រាប់គាត់ទេមកពុកគាត់ថាថ្ងៃហ្នឹងគាត់អត់បានចេញបរៀនម៉ោង5ទេគាត់ប្រហែលរៀនគួរទៀតទៀតដល់ម៉ោង6 7មិនបានចេញអញ្ចឹងហើយអានោះជំនាន់ហ្នឹងប្រើទូរស័ព្ទ N.7 ហ្នឹងបងប្អូនហ្នឹងហើយឲ្យគាត់ទិញទូរស័ព្ទឲ្យមួយប្អូនបងឌីដល់ពេលគាត់ទេមកអ្នកផ្ទះអញ្ចឹងហើយចំថ្ងៃហ្នឹងបងឌីគាត់ធ្វើការគាត់ចេញម៉ោង5បងឌីគាត់ចេញម៉ោង5គាត់ទៅដល់ផ្ទះអត់ឃើញប្អូនគាត់ហ្នឹងមកយកគោមកដល់ផ្ទះហ្នឹងហើយអត់យកគោមកដល់ផ្ទះហើយគាត់ចេះឆ្ងល់ចាហ្នឹងវាយកគោក៏យូរម៉េចគាត់អង្គុយដល់ម៉ោង6ដល់ពេលដល់ថ្ងៃហ្នឹងលុះក៏គាត់ហ្នឹងទៅយកគោពុកគាត់ហ្នឹងឲ្យទៅយកគោរីឆ្ងាយដែរនៅក្រោយផ្ទះអញ្ចឹងដល់ពេលអញ្ចឹងទៅគាត់ក៏ដើរទៅយកគោយកហើយមកដល់ផ្ទះរៀបនឹងបញ្ចូលក្រោគាត់ថាគាត់ប្រាប់ពុកគាត់ពុក
មីមេពណ៌សស្នែងរៀងវែងហ្នឹងវាដល់ឈ្មោះពុកហើយពុកគាត់ថាបើដល់ឈ្មោះមានតាទៅដាក់បាទៅល្ងាចហ្នឹងបើទុកដល់ស្អែកគោហ្នឹងវាអាលវាលែងរកឈ្មោះទៀតចឹងបងប្អូនហ្នឹងហើយបងប្អូនអ្នកធ្លាប់តែមើលកូនចាំគោដឹងហើយដល់ពេលចឹងគាត់ថាហើយខ្ញុំទៅម្នាក់ឯងពុកគាត់ថាមិនទៅមួយអញចឹងអញជិះម៉ូតូទៅកន្លែងបាគេគោគេមុនតែបាគោហ្នឹងបងប្អូននៅផ្លូវផ្សារខ្នល់លើមកនេះគាត់និយាយប្រាប់ពុកគាត់ថាចុះពុកឯងជិះម៉ូតូទៅមុនបានអ្នកណាជួយដេញគោខ្ញុំពុកគាត់ក៏តបនិយាយថាមើលកូនឯងទៅរកពូម៉ាក់កូនឯងបានម្នាក់មកជួយដេញគោជួយដឹកគោចឹងណាដល់ពេលនោះគាត់ក៏រត់ទៅហៅពូម៉ាក់គាត់ហើយពូម៉ាក់គាត់នោះខ្ញុំអត់សូមបញ្ចេញឈ្មោះទេព្រោះគាត់អត់ឲ្យខ្ញុំបញ្ចេញឈ្មោះបងប្អូនគាត់ហៅឥឡូវខ្ញុំសូមដាក់បងអេចុះឈ្មោះគាត់ឈ្មោះបងអេចុះគាត់ទៅហៅអេឯងជួយដឹកគោអញទៅដាក់បាតិចមកអញទៅតែម្នាក់ឯងដឹកម្នាក់ឯងគោវាមិនទៅទេនេះអញ្ចឹងអញចាំអញទៅជាមួយចាំពាក់ខោសិនដល់ពេលនោះគាត់ក៏ប្រាប់ម៉ែគាត់ម៉ែអើយខ្ញុំទៅដឹកគោដាក់បាជាមួយអាឌីហើយដល់ពេលអញ្ចឹងទៅគាត់ក៏បដាគោដេញគោដើរតាមផ្លូវនឹងរហូតដេញតែពេលទៅហ្នឹងប្រហែលម៉ោង 6:07 ហើយបងប្អូនមិនតាន់ដល់ណាដល់ពាក់កណ្ដាលផ្លូវអត់តាន់ដល់កន្លែងដាក់បាគោបងប្អូនបាគោគឺឆ្ងាយបងប្អូននិយាយរួមពីផ្ទះគាត់ហើយនឹងទៅកន្លែងដាក់បាគោឆ្ងាយបងប្អូនប្រហែលជាង 5-6 គីឡូឆ្ងាយដែរហ្នឹងនៅផ្លូវផ្សារលើហើយកាលនោះជំនាន់នោះអត់ទាន់មានធ្វើផ្លូវថ្នល់ជាតិណាផ្លូវគ្រូក្រហមបងប្អូនគាត់ប្រាប់ខ្ញុំថាគាត់ដឹកពីអ្នកពូម៉ាក់គាត់ហ្នឹងដើរបដាគោរហូតដើរបដាអីបដាដេញនិយាយអូដាក់គ្នាពុកអញគាត់ប្រាប់បងអេប្រាប់អេពុកអញឆ្ងល់ដល់គោចាំព្រឹកចាំទៅដាក់បាទៅថៃគាត់ប្រើអញនឹងថ្មហ្នឹងអត់តបានស៊ីបាយស៊ីអីផងហើយមើលទៅមកធ្វើការមួយឯងហ្នឹងចាំដល់តែគាត់អត់ទៅយកគោហើយដល់ពេលមកឃើញគោវាដោយបាចឹងអញប្រាប់គាត់ដឹងចឹងប្រាប់គាត់ប្រាប់គាត់ភ្លាមគាត់ប្រើមកដឹកគោដាក់បាភ្លាមមកមកអីទេធ្វើម៉េចគាត់ប្រើហើយទ្រាំទៅចិត្តដល់ឯងពុកឯងនៅកន្លែងបាគោគេតែនេះទៅគាត់ទិញអីឲ្យហូបឯងទៅវាយឃ្លានដឹករហូតទៅដល់កន្លែងដាក់បាគោបងប្អូនអត់មានជួបរឿងអីកើតឡើងបងប្អូនដឹកហ្នឹងទៅរហូតដាក់បារួមទៅដល់កន្លែងដាក់បាហ្នឹងម៉ោង 8បងប្អូននិយាយរួមម៉ោង 8គាត់ដឹកគោហ្នឹងទៅដល់កន្លែងបាគេហើយក៏យកគោហ្នឹងទៅឲ្យម្ចាស់គេដាក់បាហ្នឹងក៏ដាក់បាទៅហើយគាត់ក៏អង្គុយលេងនៅកន្លែងមុខផ្ទះគេហ្នឹងកន្លែងដាក់បាហ្នឹងអង្គុយផឹកទឹកបើទឹកអីចឹងទៅបងប្អូនទឹកសុទ្ធទឹកអីចឹងណាជំនាន់ហ្នឹងពីដាក់ពូម៉ាក់គាត់ហើយគាត់ប្រាប់ពុកគាត់ថាពុកខ្ញុំឃ្លាននោះចឹងពុកគាត់ក៏ឲ្យលុយទៅទិញឲ្យហូបចឹងណាពីដាក់ពូម៉ាក់គាត់ទិញឲ្យហូបហើយមួយសន្ទុះប្រហែលមក 8 កន្លះ 7 9បងប្អូនបានអ្នកដាក់បាគោហ្នឹងគេឲ្យយកគោមកវិញគេឲ្យយកគោមកផ្ទះវិញចឹងណាហើយពុកគាត់ថាកូនឯងដឹកគោទៅមុនណាចាំពុកជិះម៉ូតូតាមក្រោយលោកគាត់ដឹកចេញពីកន្លែងដាក់បាហើយគាត់ត្រឡប់មកផ្ទះវិញបងប្អូនត្រឡប់ហើយដើរបានពាក់កណ្ដាលផ្លូវប្រហែលម៉ោង 9:10 បងប្អូន
ពីឆ្ងាយដែរឃើញពុកគាត់ហ្នឹងជិះម៉ូតូមករ៉ែតាមក្រោយគាត់ប្រាប់គាត់ថាមើលអូនឯងពីរនាក់ហ្នឹងដេញកោបដាទៅពុកទៅផ្ទះមុនពុកអស់ស្អាតពុកងូតទឹកងូតអីពុកមិនទាន់បានងូតទឹកងូតអីហងទៅមុនហើយគាត់ឯងដឹកគោពីរនាក់អេទៅមើលដេញគោស៊ូបួហើយហ្នឹងបងប្អូនគោពេលវាដាក់បាបានហើយបងប្អូនវាដើរទៅផ្ទះលឿនហ្មងពេលមកហ្នឹងរៀងវេទនាដេញដល់ពេលទៅវិញដើរលឿនហ្មងចុះវាងឹតឈឹងហើយមកឲ្យដើរលឿនហើយកាលនោះគាត់អត់មាននិយាយរួមគាត់អត់មានភ្លើង7ទេបងប្អូនអត់មានភ្លើង7ទេប៉ុន្តែគាត់បានខែភ្លឺយោងកាលនោះគាត់មានភ្លេចភ្លាំងមិនយក7យកអីមកណាហើយម៉ូតូគឺជិះមួយហ្នឹងផ្លូវស្ងាត់ហ្នឹងគាត់មានបានយក7យកអីណារហូតគាត់ដើរដល់ពាក់កណ្ដាលផ្លូវនិយាយរួមជាងឆ្ងាយដែរចិត្តនិយាយរួមសល់ប្រហែល2គីឡូទៀតដល់ផ្ទះគាត់បងប្អូនដល់ពេលអញ្ចឹងគាត់ដើរឈប់គាត់ហត់គាត់ឈប់ដល់ពេលដើរដល់កន្លែងដើមឈើមួយធំបងប្អូនស្រុកខ្ញុំគេហៅដើមអំពើប្រាំងតែស្រុកបងប្អូននឹងហៅដើមអីដែរខ្ញុំអត់សូវដឹងដែរបងតែតំបន់ខ្លះគេហៅដើមច័ន្ទគិរីបងប្អូនសម្រាប់ខ្ញុំហៅដើមអំពើប្រាំងហ្នឹងធំបងប្អូនវាបែក3សាខាមកលើផ្លូវដល់ពេលគាត់ដឹកចិត្តដល់ហើយហ្នឹងស្រាប់តែគោគាត់ហ្នឹងឈប់ហើយលកជាវាបាសឡើងលើបងប្អូនបាសឆ្ងាងហើយកតុយcủaវាក៏បាសដែរបងប្អូនហើយបងឌីហើយនឹងបងអេហ្នឹងគាត់ចេះឆ្ងល់ចេះគោមកចាដើរទៅមុខចឹងដល់ពេលបងឌីគាត់និយាយប្រាប់បងអេថាអេមិនគោអត់ដើរទៅមុខទេបងអេគាត់ថាអញអត់ដឹងដែរអើយគោដើរទៅមុខគាត់ក៏បានចាប់អារម្មណ៍ថាដល់ដើមអំពើប្រាំងហ្នឹងឬច័ន្ទគិរីហ្នឹងមានអីកើតឡើងទេគាត់ចេះឆ្ងល់ដេញវាយគោមិនក៏គោអត់ទៅដែរគោមានចង់ថយក្រោយវិញបងប្អូនគាត់ដេញវាយគាត់និយាយលូពីអ្នកហ្នឹងចេះគោហ្នឹងវាមិនវាថ្ងៃហ្នឹងដល់ពេលមកស្ទុះឃើញគោសឡឹងមើលឡើងលើហើយលកជាឡើងលើស្រាប់តាមានណាបងប្អូនគាត់សឡឹងមើលលើដើមច័ន្ទគិរីគាត់ថាអូយខ្ញុំនិយាយឡើងព្រឺស្បល់បងប្អូនគាត់ប្រាប់ខ្ញុំមានណាបងប្អូនអើយអង្គុយឡើងចូលជើងហ្មងអង្គុយយកជើងហើយតម្លាក់ជើងមកបងប្អូនអង្គុយលើដើមច័ន្ទគិរីហ្នឹងដើមប៉ាប្រាំងមានណាអង្គុយតម្លាក់ជើងមកគាត់ថាសក់ឡើងវោញហើយឡើងធំក្បាលឡើងធំគាត់និយាយប្រាប់ខ្ញុំឥឡូវខ្ញុំនិយាយឡើងព្រឺហ្នឹងហើយបងប្អូនដល់ពេលចឹងទៅគាត់ថាគោដេញមិនគាត់ទៅអត់អីអត់ទៅដែរយីរួមនៅឡើយហ្នឹងមិនស្ទុះគាត់ក៏ភ័យពីណាពូម៉ាគាត់ក៏ភ័យគាត់ចង់រត់យីរួមគាត់ចង់រត់ចោលគោទៀតបងប្អូនដល់ពេលចឹងគាត់និយាយប្រាប់បងឌីហ្នឹងគាត់និយាយប្រាប់អេធ្វើម៉េចតាចឹងអីបងអេគាត់និយាយប្រាប់បងឌីថាមិនធ្វើម៉េចមានតាដេញគោទៅហើយគាត់និយាយថាអូយអាក្រក់មុខអាក្រក់លៀនដាតឡងវើយនិយាយរួមវាពាក់ដូចក្បិនអញ្ចឹងបងប្អូនពណ៌ខ្មៅពណ៌តប៊ិចពណ៌ខ្មៅធ្លាក់សក់ក្បាលឡើងទើងរឿងសក់ឡើងប៉ុណ្ណឹងហើយធ្លាក់មកហើយគាត់ថាភ្នែកឡើងក្រហមគាត់ខ្លាចបងប្អូនដល់ពេលដល់កន្លែងហ្នឹងគាត់គុណម៉ែគុណឪប៉ុនមួយស្ទុះស្រាប់តែឃើញម៉ូតូគេជិះមកពីក្រោយហ្នឹងម៉ូតូអ្នកដំណើរតាមផ្លូវបងប្អូនជិះតាមក្រោយមកក៏វាបាត់វាលលាយបាត់ចឹងបងប្អូនគាត់ក៏ដឹកគោទៅបន្តទៀតដឹករហូតទៅដល់ផ្ទះគាត់ស្រាប់តែកន្លែងព្រៃមួយនោះវាស្ដុបចិត្តផ្លូវចឹងវាចិត្តផ្លូវវាស្ដុបដល់ពេលមានណាគាត់ស្រាប់តែឃើញសមល់ឲ្យរត់វឹងកាត់មកគាត់ក៏ភ័យមិនសាទៀតហើយគោក៏រត់ឡើងបាក់កតុយរត់ចោលគាត់គោហើយគាត់ក៏រត់តាមគោរត់
ពីអ្នកបងអេហ្នឹងបងឌីរត់ពីអ្នកបងអេតែហេបទៅហប់មានណារត់តាមគោរហូតបដារត់ផងឈប់ផងគោរត់លឿនជាងមនុស្សទៀតបងប្អូនហ្នឹងហើយរត់លឿនជាងម្ចាស់ទៀតនិយាយរួមគោមុននឹងរត់ហ្នឹងទាញគាត់តណាត់តណៃបងប្អូនដាច់ដៃឡាច់ជើងអស់ហើយនឹងឌីនឹងអេហ្នឹងថាកាមមកថ្ងៃហ្នឹងសយរបស់គាត់ថ្ងៃសយរបស់គាត់បងប្អូនលុះដល់គោរហូតដល់ផ្ទះរត់តាមតនគោបងប្អូនតាមតនគោដឹករហូតដល់ផ្ទះដល់ពេលរហូតដល់ផ្ទះគាត់ភ័យផងអីផងគាត់និយាយប្រាប់ឪគាត់អាពុកឯងអត់មិនមកជួយមើលខ្ញុំមកពុកពួកឯងមើលខ្ញុំបដាដឹកគោពីអ្នកអេមកដល់ឯងដើមចន្ទគិរីធំមួយដើមប្រាំងធំមួយនោះមានណាឃើញខ្មោចធ្លាក់សោះគោយកជើងប៉ុណ្ណៃគោយើងមានទៅមុខណាពុកអើយវាបះលកជាវាបះកតូចវាថយក្រោយវាធ្វើភ្នែកស្លើហើយវាស្លឹងមើលលើដល់ពេលខ្ញុំឃើញទៅបានណាខ្ញុំភ័យពីអ្នកអេមានណាក្នុងគុណបនផងអីផងបនពុកបនម៉ែផងខំបានម៉ូតូគេមកពីក្រោយអ្នកដំណើរបានពីក្រោយពុកអើយបានវាទៅណាបាត់ខំអីចប់ឲ្យខ្ញុំពីអ្នកអេនឹងទៅណាទៅណីហើយសយទៀតពុកឯងមើលមកដល់ពាក់កណ្ដាលផ្លូវក៏ជួបទៀតគោរត់ជួបស្រមោលរត់កាត់ផ្លូវគោក៏រត់អស់ខ្ញុំពីអ្នកអេនឹងតណាត់តណៃពុកឯងមើលពុកភ្លេចប្រាប់ពុកភ្លេចប្រាប់ឯងថាកន្លែងនឹងមានពុកជួបរាល់ដងពេលពុកទៅផ្សារជូនម៉ែឯងទៅផ្សារពេលព្រឹកពុកភ្លេចប្រាប់ឯងឡើងហូបបាយហូបអីមួយអេដល់ពេលហូបអីហើយគាត់ហ្នឹងក៏ប្រាប់អេឯងទៅផ្ទះក៏ឯងដេកហ្នឹងមួយអញបងអេគាត់ថាអើយអញហ៊ានទៅផ្ទះទេអញខ្លាចអញមិនទាន់បាត់ខ្លាចផងដល់ពេលចឹងអេថាឥឡូវអញសុំដេកមួយឯងដែរមានអីដេកមួយអញមកអត់លុះគាត់ដេកមួយបងឌីបងអេហ្នឹងគាត់ដេកបងឌីលុះស្អែកឡើងម្នាក់ញ័រទៅមានបានទៅធ្វើការបងប្អូនភ័យឈឺគ្រុនម្នាក់មានបានទៅធ្វើការធ្វើអីទេដល់ពេលម៉ែបងអេហ្នឹងបាត់កូនជាយូរនិយាយរួមបាត់កូនមកជប់គាត់ប៉ុន្តែគាត់ដឹងថាមកមួយអេមកមួយបងឌីឯងពួកឯងឌីទៅហៅគាត់ក៏ប្រាប់ម៉ែបងអេដែរដល់ពេលអញ្ចឹងគាត់ក៏ទៅព្រួយបារម្ភប៉ុន្តែព្រឹកបានគាត់មកថាម៉ែខំចាំបាយខ្លួនឯងចាំខ្លួនឯងអត់ឃើញខ្លួនឯងបងអេប្រាប់ម៉ាក់គាត់ថាម៉ាក់អើយខ្ញុំជុំមិញហូបបាយតែអាឌីម៉ាក់អើយខ្ញុំហូបបាយតែអាឌីដល់ពេលអញ្ចឹងខ្ញុំអត់បានមកផ្ទះទេម៉ាក់អើយហើយយកមិញខ្មោចលងខ្ញុំដឹកគោមួយអាឌីហ្នឹងពេលអញ្ចឹងឥឡូវទៅវត្តទៅអីមួយម៉ាក់ស្រោចទឹកចេញហ្នឹងហើយបងប្អូនគាត់ទៅស្រោចទឹកនៅវត្តមួយកន្លែងនៅស្រុកគាត់ហ្នឹងបងប្អូននៅខាងម្ដុំគៀនស្វាយបងប្អូនគាត់ប្រាប់សាច់រឿងនេះគាត់ប្រាប់ខ្ញុំយូរបងប្អូនតែខ្ញុំអត់បានចែករំលែកទៅបងប្អូនហើយនឹងគាត់ស្ដាប់បងប្អូននឹងឲ្យភ្លេចប្រាប់បងប្អូនមួយទៀតថាផ្លូវទៅដាក់បាគោហ្នឹងផ្លូវហ្នឹងឆ្ងាយពីគាត់ដល់ 3-4 គីឡូហើយប៉ុន្តែមានដើមពាក់កណ្ដាលផ្លូវហ្នឹងមានដើមចន្ទគិរីមួយឡើងធំឡើងបាំងពេញផ្លូវមកឡើងសម្រាប់និយាយរួមវាតោមកផ្លូវអញ្ចឹងហ្នឹងហើយបងប្អូនហើយកន្លែងមួយទៀតមានទួលមួយហើយមានព្រៃហ្នឹងហើយបងប្អូនដល់ពេលគាត់ស្រោចទឹកស្រោចអីហើយគាត់ស្រោចទឹកស្រោចអីហើយគាត់មកផ្ទះវិញលោកស្រោចទឹកពាក់ចំណោកពេលអីឲ្យហើយលុះស្អែកឡើងបានគាត់ទៅធ្វើការសំណង់ហើយចាប់ពីថ្ងៃហ្នឹងទៅគាត់រៀងរហូតទូកោដល់ឈ្មោះដាក់បាក៏គាត់មិនទៅដែរគាត់ថាចាំព្រឹកហ្មងទៅហ្នឹងហើយបងប្អូនហើយត
តាំងរហូតមកគាត់ក៏លែងបានជួបអីគាត់ធ្វើការសំណងរហូតមកដល់ឥឡូវបែបគាត់ឈប់ធ្វើការសំណងហើយបងប្អូនហ្នឹងហើយបងប្អូនសាច់រឿងរបស់គាត់មានតែប៉ុណ្្នឹងទេបងប្អូនហើយហ្នឹងហើយពាក្យពេចន៍ខ្ញុំខ្វះខាតលើសលួសមិនសមរម្យត្រង់ណាសូមបងប្អូនខន្តីអភ័យទោសដល់រូបខ្ញុំផងបាទហើយជាចុងក្រោយខ្ញុំសូមអរគុណជូនពរដល់បងប្អូនឲ្យសុខភាពល្អកុំឲ្យមានស្ត្រូវមួយបៀតបៀនជំងឺមួយបៀតបៀនបងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូនសាច់រឿងរបស់គាត់មានតែប៉ុណ្្នឹងជួបខ្ញុំនៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា